ចង់និយាយថារសជាតិគឺថានៅឆ្ងាញ់តដែលរសជាតិមានតែមួយឯងគ្មានពីរនៅកប៉ោតយីម៉ែនណាគាត់លក់មកយូរឆ្នាំហើយបើគិតមើលទៅប្រហែលជាចូល30ឆ្នាំជាងហើយមិនដឹងនេះហើយនិយាយពីថារសជាតិគឺថាទៅលើកណាក៏នៅតែរសជាតិនឹងអត់ដូរទៅណាសោះហើយនៅកន្លែងគាត់គឺថាបើថាសុទ្ធតែល្បីអីគឺល្បីបុកល្ហុងនឹងឯងបុកល្ហុងតាកែវឯណានិយាយចង់ជាប់មាត់ហើយក្រៅពីបុកល្ហុងហ្នឹងគឺមានរបស់ញ៉ាំផ្សេងៗទៀតដូចជានំកឡជីមានសាច់គោអាំងមានអីអញ្ចឹងទៅជាក់ស្ដែងខ្ញុំទៅហ្នឹងគឺហៅជាមួយនឹងបុកល្ហុងមាននំកឡជីសាច់គោអាំងហើយនឹងនំប៉័ងបឺហើយនឹងជ្រក់ល្ហុងអូយហើយមកទេសភាពរបស់គេអូយនិយាយថាមកលើកណាគឺ fresh ពេលហ្នឹងហ្មងហើយទីតាំងកន្លែងហ្នឹងហើយដែលការដែលខ្ញុំនៅរៀនវិទ្យាល័យគឺថាខ្ញុំអាសាកិច្ចម៉ោងរៀនមកកន្លែងហ្នឹងណានិយាយមែនណាអត់និយាយលេងទេជាពិសេសហ្នឹងគឺថាម៉ោងរៀនពេលថ្ងៃឆ្លងពេល1ម៉ោង2ម៉ោងអីហ្នឹងណាដឹងតែថាបួគ្នាមកហើយបុកល្ហុងកន្លែងគាត់នេះកាលមុនមានកញ្ចុះអង្គុយជាប់មាត់ទឹកហ្នឹងតែបន្តិចទេប៉ុន្តែឥឡូវគាត់ធ្វើថែមច្រើនជាងមុនអាកាសធាតុថ្ងៃហ្នឹងក៏ល្អខ្យល់បក់មករវិចបន្តិចហ្នឹងហើយជាមួយនឹងបរិយាកាសទឹកព្រែកនេះវាជាក់ស្រួលខ្លួនហ្នឹងគយគុនមើលទេសភាពពីចម្ងាយឃើញភ្នំអូយនិយាយថាទេសភាពបែបហ្នឹងនេះពេលល្ងាចឡើងឯហ្នឹងខ្ទង់ចន្លោះជាម៉ោង4កន្លះជាងទិញទូចឯហ្នឹងគឺឃើញទូបងប្អូនប្រជានេសាទដែលគាត់ល្ងាចឡើងហ្នឹងគឺគាត់បោតទូកទៅសមុទ្រទៅរកត្រីហើយកន្លែងតែគយគុនមើលទេសភាពមើលទូកនៅលើដងព្រៃនេះឥឡូវអ៊ីគាត់យកនេះបុកល្ហុងមកដល់ហើយបុកល្ហុងយើងហាមមួយចានញ៉ាំ2នាក់ sweet ខ្លាំងហ្មងយីមែនថ្ងៃហ្នឹងទៅតែ2នាក់ឯងបុកល្ហុងមួយចានហ្នឹងយើងចង់ហៅចានធំក៏បានចង់ហៅចានទូចក៏បានដែរតម្លៃតាមហ្នឹងអញ្ចឹងណាតែខ្ញុំហៅចានទូចដូចជាតែ5000ទេបើសិនជាទៅគ្នាច្រើនឯហ្នឹងគឺថាហៅរបស់ញ៉ាំឲ្យច្រើនទៅគឺថាបានញ៉ាំគ្រប់មុខញ៉ាំតែប៉ុណ្្នឹងណាគេថារួចបាយមកពេលទៀតឃើញទេហើយកញ្ចុះដែលខ្ញុំអង្គុយហ្នឹងគឺនៅជាប់មាត់ទឹកនៅចុងគេអញ្ចេះដល់ពេលយើងអង្គុយទៅយើងញ៉ាំបដាយើងមើលទេសភាពជុំវិញហ្នឹងអញ្ចឹងណាមានអ៊ូបមានម៉ូតូទឹកអីគេបកាត់ហ្នឹងអូលយណាស់បើឋានទំនេរអត់ដឹងតាណាអីទំនេរមកអង្គុយលេង relax បែបសាបនៅនេះក៏បានដែរបាច់តាណាឆ្ងាយទេនាំដៃគូដៃកង់មកអង្គុយឈៀលអង្គុយញ៉ាំអីបែប relax អញ្ចេះមើលកុំឲ្យគេថាអត់ចេះនាំគេដើរលេងហើយរបស់ដែលយើងញ៉ាំចុងក្រោយហ្នឹងគឺបង្អែមលៀងមាត់នេះនំកឡជីហើយគាត់មានដាក់ដូងនៅពីខាងលើអញ្ចឹងញ៉ាំទៅផ្អែមលៀងមាត់បន្ទាប់ពីយើងញ៉ាំបុកល្ហុងញ៉ាំសាច់គោអាំងហើយមិញហ្នឹងណាធ្វើឲ្យមាត់របស់យើងនឹងបែបលក្ខណៈថា sweet នេះសរុបមកវីដេអូគឺមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាបាយបាយជួបគ្នានៅវីដេអូក្រោយទៀត